បើសង្គ្រប់នឹងចិត្តវិសួរលោកស្រីកញ្ញាទាំងអស់ជាទីគោរពស្វាគមន៍មកកាន់កម្មវិធីវិថីហិរញ្ញវត្ថុបាទកម្មវិធីវិថីហិរញ្ញវត្ថុគឺជាកម្មវិធីមួយដែលយើងតែងតែចែករំលែកតែតងជាមួយនឹងការនិយាយឬក៏ការអប់រំផ្នែកហិរញ្ញវត្ថុជូនទៅកាន់ប្រជាពលរដ្ឋរបស់យើងជាពិសេសគឺប្រជាពលរដ្ឋដែលជាកម្មករកម្មការិនីការដេយុវជនអាជីវករនិងដែលគាត់ធ្វើការខាងផ្នែកសហគ្រិនមួយវិញទៀតនោះគឺប្រជាពលរដ្ឋដែលជាកសិករនៅតាមបណ្ដាខេត្តឆ្ងាយជាការចែករំលែកនេះមានន័យថាចែកជូននៅបទពិសោធន៍ដែលវាគ្មិនក៏ដូចជាអ្នកដែលមានបទពិសោធន៍នៅក្នុងវិស័យហិរញ្ញវត្ថុមួយនេះបាទចែកជូនជាចំណេះដឹងជូនទៅកាន់ពួកគាត់ផ្ទាល់ជំរាបផងដែរថាប្រធានបទដែលយើងនឹងជជែកគ្នាក្នុងថ្ងៃនេះគឺតកតងជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុគឺជាប្រភពទុនសម្រាប់ MSME ចង់នឹងតកតងជាមួយនឹងប្រធានបទនេះតាំងពីអត្ថន័យក៏ដូចជាវិធីសាស្ត្រផងដែរគួរខ្ចីលុយបែបណាទទួលបានជោគជ័យជាមួយនឹងខាងសហគ្រាសឬក៏ខាងធនាគារនោះយើងនឹងតាមដានជាមួយនឹងគ្នាយើងមានវាគ្មិនកិត្តិយសមួយក្នុងនោះផងដែរប៉ុន្តែមុននឹងចូលដល់វាគ្មិនរបស់យើងខ្ញុំបាទសូមគោរពអញ្ជើញលោកសញ្ញាទាំងអស់មេត្តាស្ដាប់នៅបទយកការមួយដែលក្រុមការងារយើងបានផលិតទាំងអស់គ្នាគ្រឹះស្ថានហិរញ្ញវត្ថុជាប្រភពផ្ដល់ឥណទាននិងទុនដ៏សំខាន់ចំពោះសហគ្រាសធុនតូចនិងមធ្យមហៅកាត់ជាភាសាអង់គ្លេសថា MSME ដែលមានតម្រូវការដើមទុនដើម្បីពង្រីកអាជីវកម្មហើយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍលោកខិនម៉ារិតនាយកគ្រប់គ្រងក្រុមហ៊ុន Kenko Suku Cambodia បានលើកឡើងថាពិតណាស់ការប្រកបអាជីវកម្មមួយចំនួនដំណើរការទៅបានត្រូវពឹងផ្អែកទៅលើប្រភពទុនមួយចំនួនក្នុងនោះដើមទុនដែលចេញពីគ្រឹះស្ថានហិរញ្ញវត្ថុជាចំណែកមួយដ៏សំខាន់ក្នុងការពង្រីកអាជីវកម្មរបស់លោកខិនម៉ារិតបន្តថាការទទួលបានទុនពីគ្រឹះស្ថានហិរញ្ញវត្ថុនេះបានជួយសម្រួលបញ្ហាជាច្រើនរបស់លោកក្នុងការដោះស្រាយបញ្ហាទុនពង្រីកអាជីវកម្មនាយកគ្រប់គ្រងក្រុមហ៊ុន Kenko Suku Cambodia រូបនេះបានឲ្យដឹងទៀតថាមុនពេលលោកទទួលកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុលោកពិនិត្យទៅលើចំណុចសំខាន់មួយចំនួនដូចជាតាមពិតវាមានចំណុច 2-3 ដែលយើងពិចារណាទី1យើងពិចារណាទៅលើភាពងាយស្រួលទី2យើងពិចារណាទៅលើធម្មតានៅពេលដែលយើងចាប់ផ្ដើម loan យើងមិនប្រកបថាលោកអាចទៅមើលតើ interest គាត់ low អត់ឬមួយក៏អីហ្នឹងជា part មួយប៉ុន្តែតើគាត់ understand ពី business យើងប៉ុណ្ណាព្រោះយើងមិនមែន loan ថ្ងៃហ្នឹងហើយយើងចាប់តែថ្ងៃហ្នឹងយើងអាច refinance ឬមួយក៏ increase capacity ផង loan size ផងវាដើម្បីយើង improve business scale ផងយើងវាផ្ដល់ភាពងាយស្រួលច្រើនវាជួយសម្រួលដល់ cash flow វាជួយសម្រួលដល់ working capital យើងរួមជាមួយនឹងដែរហត្ថថាគាត់បានន័យថាគាត់គ្រប់គ្រងជាមួយនឹង business concept ដែលពួកយើងកំពុងតែចាំធ្វើដែរហើយបុគ្គលិកគាត់ក៏ជួយសម្រួលនៅក្នុងការធ្វើ process ផ្សេងមិនមែន illegal ទេណាគេហៅ legal ប៉ុន្តែន័យថាមានភាពងាយស្រួលក្នុងការទទួល loan ពីពួកគាត់ខ្ញុំបាន loan ពីគាត់ដូចជាមួយឆ្នាំជាងហើយអញ្ចឹងវាជួយសម្រួល cash flow ផងយើងច្រើនហើយយើងបានធ្វើ market expansionទៅតាមខេត្តដូចគ្នាដែរ finance នេះវាជាការងារមួយសំខាន់នៅជាផ្នែកមួយនៅក្នុងសេដ្ឋកិច្ចនៅក្នុងក្រុមហ៊ុនយើងខ្ញុំជឿថានៅស្រុកយើងខ្ញុំ suggest ឲ្យក្រុមហ៊ុនទាំងឡាយ consider ទៅលើគេហៅថា venture capital ហើយដែលបានយើងនិយាយថា venture capital ព្រោះនៅក្នុងស្រុកគេនិយាយពី company valuation គេនិយាយពី pre-booking value អញ្ចឹងខ្ញុំនៅ suggest ឲ្យ SME ជាច្រើនគួរតែ look at ទៅហ្នឹងហើយដើម្បី look at ទៅហ្នឹងបានវាមានរឿងច្រើនដែលយើងត្រូវធ្វើទី1យើងត្រូវចុះបញ្ជីវាឲ្យត្រឹមត្រូវជុំវិញការប្រើប្រាស់កម្ចីនេះដែរលោកខិនម៉ារិតបានឲ្យដឹងដែរថាកន្លងមកលោកធ្លាប់ប្រើប្រាស់កម្ចីក្រៅផ្លូវការតែពេលបច្ចុប្បន្នលោកងាកមកប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុវិញក្រោមហេតុផលថាកម្ចីក្រៅផ្លូវការគឺមានការប្រាក់ខ្ពស់ជាងកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុទន្ទឹមនឹងទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនេះដែរលោកម៉ារិតបានបង្ហាញអារម្មណ៍សប្បាយចិត្តដែលទទួលបានកម្ចីមួយនេះបើយើងនិយាយពីកម្ចីក្រៅផ្លូវការធម្មតា interest គាត់ខ្ពស់ជាងប៉ុន្តែងាយស្រួលខ្ចីជាងដោយសារគាត់អត់បាន look at ទៅលើ financial model ផងយើងទេលោកខិនម៉ារិតនាយកគ្រប់គ្រងក្រុមហ៊ុន Kenko Suku Cambodia បានសង្កត់ធ្ងន់ថាដើម្បីឲ្យអាជីវកម្មរបស់ខ្លួនមានការរីកចម្រើនគឺលោកផ្ដោតលើរឿងសំខាន់ដូចជា
វាជារឿងមួយដែលយើងត្រូវពិចារណាខ្ញុំអាចប្រើពាក្យសម្ដីមួយសម្រាប់ខ្ញុំបើសិនមានឱកាសខ្ញុំចង់ផ្ដាំផ្ញើទៅ SME ឲ្យគាត់ look at ទៅមើលហ្នឹង very សំខាន់មែនតើព្រោះជួនកាលអ្វីដែលយើងកម្ចីក្រៅផ្លូវការអ្វីដែលងាយស្រួលខ្ញុំចង់និយាយថា nothing easy តែរបស់ដែល easy គឺវារៀងវាអាចពិបាកដែរសម្រាប់ខ្ញុំដូចរឿងសំខាន់បំផុតគេហៅ cash flow នៅក្នុងក្រុមហ៊ុនទី2ការកម្ចីផងយើងត្រូវមានគោលដៅច្បាស់លាស់ថាយើងយកទៅធ្វើអីហើយកម្ចីហ្នឹងតើវា turn ទៅឲ្យគេវិញនៅក្នុង period ណាអាហ្នឹងគឺជារឿងមួយដែលយើងត្រូវសកត់ធ្ងន់មើលឲ្យច្បាស់ថាតើកម្ចីហ្នឹងវាត្រឹមត្រូវអត់ការប្រើប្រាស់ផងយើងហ្នឹងវាត្រឹមត្រូវអត់អញ្ចឹងហើយបានជាយើងត្រូវមើលថាបើយើងខ្ចី 100000 តើយើងមានសមត្ថភាព turn ប្រចាំខែទៅគាត់វិញបានព្រោះដើម្បីកុំឲ្យវាគេហៅstuck ណាបានន័យថាយើងអត់អាច repay ទៅគេវិញអញ្ចឹងនឹងជាចំណុចមួយដែលយើងត្រូវ look at មែនតើយើងអញ្ចឹងបានន័យថាបើយើងត្រូវការលុយតែ 100000 ហើយយើងមាន cash flow turn ឲ្យគាត់មួយខែ 5000 ហេតុអីបានយើងត្រូវខ្ចី 20000 there's no reason at all ណាអញ្ចឹងយើងត្រូវកម្ចី base ទៅតាមសមត្ថភាពដែលយើងអាច repay ទៅគេវិញអញ្ចឹងហើយបានធ្វើឲ្យ business យើងវារៀង safe ធម្មតាយើងត្រូវ look at ទៅលើពីររឿងយើង look at ទៅលើ daily activity នៃ revenue ផងយើងហើយនឹងយើង look at ទៅលើគេហៅ fix ហៅ common expense បានន័យថាជារៀងរាល់ខែមកថ្លៃជួលផ្ទះអញ្ចឹងវាជួលផ្ទះវារៀងរាល់ខែគឺថ្លៃជួលផ្ទះប្រាក់ខែគឺវា up down តិចតួចអាស្រ័យទៅតាម OT អញ្ចឹងតែអញ្ចឹងយើង look at ទៅហ្នឹងហើយបានយើង look at ទៅប្រភពចំណូលតើប្រភពចំណូលកន្លែងណាដែលយើង generate cash ហើយវា turn ជាមួយនឹង expense ហ្នឹងអញ្ចឹងខ្ញុំជាទូទៅយើងមើលទៅលើ P&L យើងមើលទៅលើ balance sheet យើង control ទៅលើរាល់ការ cash in and cash out ទាំងឡាយតើខែនេះយើងគួរតែ pay vendor អត់ឬមួយក៏យើងតែ delay ទៅខែក្រោយដើម្បីយើង balance cash flow ផងយើងយោងតាមការលើកឡើងខាងលើនេះយើងអាចនិយាយបានថាដំណើរការអាជីវកម្មរបស់សហគ្រាសធុនតូចនិងមធ្យមពិតជាមិនអាចខ្វះខាតដៃគូសហការពីគ្រឹះស្ថានហិរញ្ញវត្ថុនោះទេដោយសារតែគ្រឹះស្ថានហិរញ្ញវត្ថុគឺជាដើមទុនដែលបានជួយជំរុញនៅកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសបាទលោកស្រីកញ្ញាទាំងអស់បានស្ដាប់ហើយតើតើជំបនយោការខ្លីដែលយើងនិយាយតើតើជាមួយនឹងប្រធានបទដូចគ្នាផងដែរហើយនៅក្នុងពេលនេះផងដែរខ្ញុំសូមប្រកាសវត្តមានរបស់វាគ្មិនកិត្តិយសរបស់ទាំងពីររូបនៅក្នុងកម្មវិធីនៅក្នុងថ្ងៃនេះទី1គឺលោកទឹកកម្រងគឺជានាយកប្រតិបត្តិនិងស្ថាបនិកក្រុមហ៊ុនរតិពលនិងអែមគាត់លុយទី2គឺលោកស្រីចៅលុនមូលីកាគឺជានាយកប្រតិបត្តិនិងស្ថាបនិកនៃក្រុមហ៊ុន Cambodia Standard Development and Supply សូមជម្រាបសួរវាគ្មិនទាំងពីរបាទអរគុណច្រើនដែលបានចំណាយពេលដ៏មានតម្លៃនៅក្នុងកម្មវិធីវិថីហិរញ្ញវត្ថុរបស់យើងប្រធានបទរបស់យើងគឺគ្រឹះស្ថានហិរញ្ញវត្ថុគឺជាប្រភពទុនសម្រាប់ MSME មុននឹងចូលដល់សំណួររបស់ខ្ញុំជួនទៅកាន់អ្នកទាំងពីរខ្ញុំបាទសូមជម្រាបជូននឹងព័ត៌មានត្រួសលោកស្រីនិងកញ្ញាទាំងអស់ជាទីគោរពបច្ចុប្បន្នបើតាមការដឹងពីលោកអបញ្ញាតៃតាំងពដែលជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានបញ្ជាក់ថាចំនួនសហគ្រាសតូចនិងមធ្យមសរុបមានប្រមាណជា 53,000 សហគ្រាសទិន្នន័យនេះគឺក្នុងឆ្នាំ 2020 មួយវិញទៀតយើងងាកទៅមើលក្នុងឆ្នាំ 2018 បាទទិន្នន័យឆ្នាំ 2018 ពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនវានុវត្តន៍បានបញ្ជាក់ថាចំនួនសហគ្រាសខ្នាតតូចនិងមធ្យមនេះគឺបានបង្កើតនៅការងារស្មើនឹងចំនួន 70% នៃការងារសរុប 99% នៃចំនួនក្រុមហ៊ុនសរុបទាំងអស់និងចូលរួមចំណែក 58% នៃផលិតផលក្នុងស្រុកសរុប GDP របស់កម្ពុជាយើងអញ្ចឹងយើងឃើញថា MSME គឺជាឆ្អឹងខ្នងមួយដ៏សំខាន់ដឹកនាំនាវាកម្ពុជាទៅមុខឲ្យមានការរីកចម្រើនផងដែរបង្កើតទាំងការងារបង្កើតទាំងឱកាសយើងងាកមកកាន់វាគ្មិនរបស់យើងទាំងពីររូបវិញសំណួររបស់ខ្ញុំទី1ជួនទៅកាន់លោកកំឡុងលោកយល់ឃើញថាតើពិតដែរទេគ្រឹះស្ថានហិរញ្ញវត្ថុគឺជាប្រភពទុនសម្រាប់ MSME បាទជាបឋមសូមគោរពជំរាបសួរលោកស្រីនាងកញ្ញាដែលជាប្រិមិត្តរបស់កម្មវិធីវិថីហិរញ្ញវត្ថុបាទខ្ញុំបាទទឹកកម្រងហើយមានកិត្តិយសដែលបានចូលរួមនៅក្នុងឱកាសនេះឆ្លើយតបនឹងសំណួរយើងឃើញបច្ចុប្បន្ននេះអ្នកណាក៏ឃើញដែរអាចថាពីមុនយើងមានអ្នកខ្លះដឹងអ្នកខ្លះអត់ដឹងប៉ុន្តែមកដល់បច្ចុប្បន្ននេះខ្ញុំជឿជាក់ថាបងប្អូនដឹងហើយថាធនាគារព្រោះយើងស្គាល់ធនាគារហើយយើងស្គាល់ម្នាក់
បងប្អូនអត់ស្គាល់ធនាគារប្រហែលជាបងប្អូននៅឆ្ងាយតិចដែរពីពិភពពីពិភពលោកណាបាទអញ្ចឹងធនាគារមិនត្រឹមតែជួយទៅដល់ជីវភាពបុគ្គលជីវភាពគ្រួសារទេប៉ុន្តែសំខាន់មែនទែនសម្រាប់អាជីវកម្មយើងហៅថាអាជីវកម្មហើយកាន់តែពិសេសគឺ SME ពីព្រោះ SME គឺយើងនិយាយបានថាមុននឹងចាប់ផ្ដើមអាជីវកម្មធំគឺយើងចាប់ផ្ដើមពីតូចដែរបាទភាគច្រើននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍយើងចាប់ផ្ដើមពីអាជីវកម្មតូចអញ្ចឹងតូចហ្នឹងហើយគឺ SME ហ្នឹងហើយបាទអញ្ចឹងហើយតាមធម្មតាគឺក្នុងវិស័យនេះគឺត្រូវការទាំងធនធានចំណេះដឹងជំនាញទាំងលុយបាទហើយលុយនោះយើងដឹងហើយដើម្បី start អាជីវកម្មមួយបានយើងមានប្រភពច្រើនប៉ុន្តែគ្មានអីដែលស្រួលជាងធនាគារទេបាទណាអញ្ចឹងខ្ញុំអាចអះអាងបានថាពិតជាមានសារៈសំខាន់ណាប្រព័ន្ធហិរញ្ញវត្ថុធនាគារទាំងអស់នេះហើយគឺជាដៃគូរបស់ SME បាទដែលផ្ដល់នូវប្រភពទុនដល់ខ្លាំងដល់សំខាន់ដល់មានអត្ថប្រយោជន៍ច្រើនបំផុតបាទអរគុណចាស់លោកទៅកម្រងចង់ដឹងថាសំខាន់ឬមិនសំខាន់យើងនៅមានវាគ្មិនមួយទៀតដែលលោកស្រីមានបបពិសោធន៍នៅក្នុងវិស័យអាជីវកម្មនេះច្រើនឆ្នាំមកហើយលោកស្រីធ្លាប់នៅពេលលោកស្រីបង្កើតអាជីវកម្មនោះធ្លាប់ខ្ចីលុយធនាគារ microfinance អីដែរទេចាអរគុណសម្រាប់សំណួរហើយក៏អរគុណច្រើនសម្រាប់ការផ្ដល់ឱកាសឲ្យនាងខ្ញុំបានចូលរួមនៅក្នុងកម្មវិធីវិថីហិរញ្ញវត្ថុចាឬយើងអាចហៅនឹងថា Financial Street ខ្ញុំគិតថាកម្មវិធីនេះពិតជាល្អមែនទែនដែលសម្រាប់ឲ្យយើងមានឱកាសចែកម្លែកនៅអ្វីដែលយើងបានជួបប្រទះកន្លងមកហើយពិសេសនៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មដំបូងតួយ៉ាងនៅក្នុងប្រទេសខ្មែរយើងមួយរយៈពេលមុនយើងអត់ទាន់មាន start up ច្រើននៅឡើយទេយើងមានជា MSME ឬក៏យើងអាចហៅបានថាជាអាជីវកម្មក្រៅប្រព័ន្ធនោះនិងយើងមានជា SME ចាហើយខ្ញុំពេលដែល start up ដំបូងមកហ្នឹងក៏យើងមានលក្ខណៈជាអាជីវកម្មក្រៅប្រព័ន្ធមួយរយៈពេលខ្លីដែរប៉ុន្តែដោយសារតែយើងគិតពីរឿងថាភាពស្របច្បាប់គឺជារឿងសំខាន់ហើយយោងតាមរយៈកម្មវិធីនេះផងដែរខ្ញុំក៏ចង់ថាសូមឲ្យ SME យើងទាំងអស់គិតពីរឿងច្បាប់ឯកសារជាគោលពីព្រោះរាល់ឯកសារទាំងអស់នេះហើយដែលគាត់អាចមានលទ្ធភាពអាចភ្ជាប់ទំនាក់ទំនងទៅប្រភពនៃហិរញ្ញវត្ថុគាត់បានចាជាការពិតគឺ start ពីដំបូងមកគឺយើងត្រូវប្រមូលទុនពីខ្លួនការសន្សំរបស់យើងផ្ទាល់បន្ទាប់មកគឺញាតិមិត្តបងប្អូនយើងហើយនឹងមួយជំហានទៀតនោះនៅពេលដែលយើងត្រូវតែ scale up business ដៃគូដែលជិតស្និទ្ធរបស់យើងបំផុតមានតែគ្រឹះស្ថានហិរញ្ញវត្ថុហ្នឹងហើយមានដូចជាខាង microfinance និងធនាគារជាដើមតែខ្លួនយើងផ្ទាល់យើងត្រូវដឹងពីខ្លួនយើងដូចគ្នាថាតើយើងត្រូវ suitable ទៅជាមួយនឹង microfinance ឬក៏ត្រូវទៅដល់ bank ហើយចាអញ្ចឹងបានន័យថាដៃគូដែលជិតស្និទ្ធសម្រាប់ពង្រីកអាជីវកម្មនៅក្នុងមួយ step ដែលយើងនឹងត្រូវ go ahead ពី micro ដែលតូចមួយហើយទៅជា medium one បានទោះត្រាតែយើងមានប្រភពទុនហិរញ្ញវត្ថុមួយដែលជា partnership របស់យើង very strong ជាមួយគ្នាចា៎បាទលោកស្រីមិញលោកស្រីបានបញ្ជាក់ថាបានប្រមូលទុនពីអ្នកដែលស្គាល់គ្នាចា៎អាចជាបងប្អូនឬអាចគឺជាមិត្តភ័ក្តិចា៎មុននឹងឈានដល់ដំណាក់កាលទៅដល់ microfinance ចា៎ខ្ញុំសូមបបពិសោធន៍របស់លោកស្រីរវាងទាំងពីរហ្នឹងតើលោកស្រីគិតថាមួយណាសុវត្ថិភាពជាងការពិតទៅបើសិនយើងគិតថានៅក្នុងប្រភពទុនទូចគឺមានតែម៉ែឪបងប្អូនអ្នកស្គាល់គ្នាជិតស្និទ្ធមិត្តភ័ក្តិហ្នឹងហើយដែលយើងអាចរកបានលឿនហើយអត់ចាំបាច់មានឯកសារអីស្មុគស្មាញច្រើនប៉ុន្តែវាក៏ relate ត្រឡប់ទៅវិញដែរថាបើសិនជាយើងមានផលប៉ះពាល់នៅលើអាជីវកម្មណាមួយនោះតើទំនាក់ទំនងដែលជាមិត្តភាពជាបងប្អូននោះវានឹងនៅរក្សាភាពល្អប្រសើរដែរទៀតអត់អញ្ចឹងអ្វីដែលខ្ញុំយល់ឃើញវិញដោយខ្លួនឯងខ្ញុំគិតថាគ្រឹះស្ថានហិរញ្ញវត្ថុគឺជាចំណុចល្អបំផុតពីព្រោះយើងអត់ចាំបាច់ខ្វល់ខ្វាយពីក្រោយថាតើបងប្អូននិយាយដើមយើងអត់តើមិត្តភ័ក្តិយើងនឹងយករឿងខ្ចីរបស់យើងនឹងទៅបើកកកកាយអត់ហើយអញ្ចឹងពេលដែលយើងភ្ជាប់ជាមួយនឹងធនាគារយើងបែរជាមានមោទនភាពវិញថាមកពីយើង qualify មកពីយើងគ្រប់លក្ខខណ្ឌបានគេឲ្យកម្ចីនឹងមកយើងបានអញ្ចឹងគឺជាភាពផ្ទុយគ្នារវាងពីរចំណុចហ្នឹងហើយក៏ខ្ញុំសូមលើកទឹកចិត្តថាដៃគូដែលគាត់បើកអាជីវកម្មផ្ដល់កម្ចីមកឲ្យយើងហើយយើងគ្រាន់តែពង្រឹងខ្លួនឯងដើម្បីទៅយកហេតុអីក៏ធ្វើមិនបានវាគឺជាចំណុច success មួយសម្រាប់ខ្លួនឯងដែរអញ្ចឹងខ្ញុំអាចសុំសួរបន្តិចតេតងជាមួយនឹងវិធីសាស្ត្រជោគជ័យដោយសារលោកស្រីអត់ស្គាល់វិធីសាស្ត្របរាជ័យទេ
វិធីសាស្ត្រជោគជ័យហ្នឹងលោកស្រីបានរៀបចំអីគេខ្លះឯកសារអ្វីខ្លះដែលមានតម្រូវការ ជាទូទៅនៅក្នុងកន្លែងឬក៏យើងគិតថាធនាគារចង់បានខ្ពស់បំផុតនោះមាន3ឯកសារគោលទី1គឺរបាយការណ៍ហិរញ្ញវត្ថុដែលរួមមានចំណូលចំណាយចំណេញរបស់យើងទាំងអស់ហ្នឹងចាហើយបូកជាមួយនឹង balance sheet ដែលយើងអាចបានន័យថាតារាងតុល្យការដើម្បីបញ្ជាក់ថាពី asset fixed asset នៅក្នុងក្រុមហ៊ុនយើងមានដល់កម្រិតណាជាដើមហ្នឹងចាហើយទី2គឺតាក់ទងជាមួយនឹង cash flow management របស់យើងថាតើ project plan ដែលយើងនឹងដាក់ស្នើសុំទៅទាំងអស់ហ្នឹងយើងបានយកមកសិក្សាមានការគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវហើយនៅនឹងមាន team ដែលត្រូវមកគ្រប់គ្រងនៅលើសាច់ប្រាក់ហ្នឹងបានត្រឹមត្រូវយើងមាន team គ្រប់គ្រាន់មានចំនួនបុគ្គលិកដែលត្រូវ access ទៅដល់ amount នៃ loan ហ្នឹងបានត្រឹមត្រូវនឹងចំណុចទី3ហ្នឹងផ្ទាល់គឺខ្លួនយើង our reputation ហ្នឹងហ្មងថាតើយើងហ្នឹងជាមនុស្សដែលអាចជឿជាក់បានកម្រិតណាស់ដូចគ្នាព្រោះមាន loan មួយចំនួនធំនៅក្នុង SME គឺអត់អាច access ទៅបានជា company loan ទេចាអញ្ចឹងគឺមើលរូបភាពបុគ្គលជាគោលចាតើបុគ្គលហ្នឹងអាចឲ្យធនាគារជឿជាក់បានដែរអត់មានប្រវត្តិរូបនៃ CBC របស់យើងជាដើមមកមានកម្ចីណាដែលអត់ឲ្យសងគេដែរអត់ចាហើយតើមានការ late payment ហ្នឹងកម្រិតណាអញ្ចឹងbehavior ដែលយើងត្រូវគ្រប់គ្រងនៃប្រព័ន្ធគណនេយ្យភាពរបស់យើងក៏ដូចជា reputation របស់កន្លែងយើងហ្នឹងគឺសំខាន់អញ្ចឹងខ្ញុំអាចសរុបបានមកវិញថា3ចំណុចគោលដែលយើងគួរតែមាននិងរៀបចំខ្លួនដើម្បីកុំឲ្យមានពាក្យបរាជ័យចូលមកនោះគឺត្រូវតែមានរបាយការណ៍ហិរញ្ញវត្ថុដែលមានរបាយការណ៍ចំណូលចំណាយចំណេញមានតារាងតុល្យការច្បាស់លាស់មាន project plan ដែលអមមកជាមួយនឹង cash flow management ច្បាស់លាស់នៅលើផែនការអាជីវកម្មយើងក៏ដូចជាធ្វើខ្លួនឲ្យបានល្អចានៅក្នុងសង្គមអរគុណចាលោកស្រីងាកមកលោកកម្រងខ្ញុំអាចសុំសួរពីលោកកម្រងតើតងជាមួយនឹងចំណុចបរាជ័យមួយចំនួនដែល MSME យើងបច្ចុប្បន្នដែលគាត់មានអ្វីខ្លះអូខេដូចបងស្រីមានប្រសាសន៍អញ្ចឹងគឺរឿងសំខាន់គឺឯកសារដែលមិនគ្រប់គ្រាន់បាទឯកសារមិនគ្រប់គ្រាន់គឺជារឿងដែលធ្វើឲ្យមិនថាតែ SME ទេបុគ្គលក៏ដោយគឺ fail នៅក្នុងការខ្ចីលុយពីធនាគារបាទធនាគារឲ្យខ្ចីបាទនេះសម្រាប់យកមកទុនធ្វើជាយើងនិយាយថានៅពេលដែលយើងខ្ចីយកមករកស៊ីអានេះយើងធំហើយយើងមិននិយាយថាតូចទេតូចខ្ញុំគិតថាដូចជាមិនបញ្ហាទេបាទមិនបញ្ហាទេសំខាន់នេះគឺការដែលខ្វះច្រើននេះគឺស្អីដែលមក proof ថាក្រុមហ៊ុនរបស់យើងមុខរបររបស់យើងនឹងមានផលចំណេញដែលអាចសងត្រឡប់ទៅធនាគារបានអានោះតែជាបញ្ហាសំខាន់លោកចង់មានន័យថារបាយការណ៍ហិរញ្ញវត្ថុយើងនៅតែអញ្ចឹងប៉ុន្តែពេលខ្លះមិនតម្រូវទេពីព្រោះmicro ដូចជាឲ្យគាត់ទៅមាន standard គឺអត់ទេយើងនិយាយពីរបាយការណ៍ហ្នឹងយើងនិយាយថាយើងអាចនិយាយបានថារកការចាយវានៅក្នុងអាជីវកម្មរបស់គាត់បានញែកដាច់ពីនៅក្នុងគ្រួសារហើយនៅគាត់មានវិក័យប័ត្ររក្សាទុកឬទេព្រោះនៅពេលដែលខ្ចីលុយធនាគារបុគ្គលិកធនាគារជួយយើងមិនគ្រាន់តែមកអាសេសយើងទេគាត់គឺជាអ្នកប្រឹក្សាយោបល់បាទមកប្រឹក្សាយោបល់មិនមែនគាត់មកវាតម្លៃតាមម្យ៉ាងទេអញ្ចឹងបើគាត់វាតម្លៃថាយើងអាចទៅរួចគាត់ត្រូវមកប្រឹក្សាគាត់អញ្ចឹងហើយបានមកគាត់ត្រូវការទីឯកសារច្រើនណាតែបងប្អូនមួយចំនួនថាអូងាយញ៉ៃច្រើនម៉េចបាទបើកុំឲ្យគេញ៉ៃញ៉ៃបងប្អូនមានឯកសារដាក់ឲ្យគេទៅគេមើលមួយផ្លេតទេដឹងហ่ะតែយើងទៅអត់មានអញ្ចឹងគេត្រូវទាវិក័យប័ត្រគេអ្នកឯងលក់មួយថ្ងៃបានប្រមាណមួយខែលក់បានប្រមាណវិក័យប័ត្រ supplier នោះឲ្យលុយទៅអ្នក supply វិញនោះអស់ប្រមាណអញ្ចឹងធនាគារបុគ្គលិកគាត់យកមកជួយធ្វើនៅជពាក់គេប្រមាណបាទសំខាន់គេសួរយើងជពាក់ណាខ្លះទ្របយើងរងថ្ងៃយើងស្អីខ្លះដូចគ្នាដូចលោកស្រីបានមានថាយើងអាចអត់ចាំបាច់ដាក់នៅក្នុងតារាងមួយដែលនេះទេយើងគ្រាន់តែមានជាឯកសារមកថាធានានុប្រវត្តិទិញធានានុប្រវត្តិលក់ចាយើងនិយាយសាមញ្ញថាsell income ហើយជាមួយនឹង expand ហើយយើងមានឲ្យតែប៉ុណ្្នឹងតើអានឹង SME ខ្ញុំគិតថា microfinance គាត់ acceptable ហើយបាទលោកកម្រងអាចបែបនេះអត់លោកអាជីវកម្មបែប MSME មានថាផ្នែកខ្នាតតូចមានថាតម្រូវការរបស់គាត់ចំនួនទុនក៏វាតិចដែរឬក៏ខ្នាតមធ្យមមានតម្រូវការផ្សេងគ្នាប្រជាពលរដ្ឋគាត់អាចលូថាឯកសារច្រើនហើយដើម្បីទទួលបាននៅប្រាក់ដែលគាត់ត្រូវការពេលអាចថាមួយអាទិត្យពីរអាទិត្យឬអត់ដឹងវាទៅតាមរយៈពេលទៅតាមទំហំទុនដែលគាត់ត្រូវការបើសិនបើគាត់ទៅខ្ចីបងប្អូនសាច់ញាតិអ្នកចងការប្រាក់ក្រៅប្រព័ន្ធមែនអាចថាការប្រាក់វាខ្ពស់ប៉ុន្តែបានលឿនយល់បការគិតបែបនេះលោកគិតមិនដែរតាមពិតទៅ
ខ្ញុំធ្លាប់ធ្វើ CEO ហើយ brand manager នៅកាលពីតាំងពី2004មក ចា កាលនោះមកទឹកមែនខ្ញុំទទួលស្គាល់ថាដើម្បី process loan មួយគឺយើងសិក្សាមកទឹកអីអញ្ចឹងទៅបាទ ចា បំពេញឯកសារសួរមេភូមិឃុំសញ្ញេភូមិឃុំអីប៉ុន្តែមកដល់បច្ចុប្បន្នគឺមិនអញ្ចឹងទេបាទស្ថាប័នធនាគារមីក្រូហិរញ្ញវត្ថុសង្ឃថាធ្វើព្រឹកបានល្ងាចផងបាទនៅក្នុងទីផ្សារប្រកួតប្រជែងមួយដែរអញ្ចឹងធនាគារមីក្រូហិរញ្ញវត្ថុបានពិចារណាបានគិតទៅលើការធ្វើទំនើបកម្ម digitalize ណាធ្វើឲ្យទៅជា digital ពីខ្លះស្នើសុំតាមទូរស័ព្ទ 4-5 ប៉ឹកទៅគឺយើងបានលន់ណាបាទបងប្អូនអញ្ចឹងខ្ញុំគិតថានេះគឺជាចម្លើយមួយតែមួយទៀតបើនិយាយថារឿងឆក់ implant ចុះម្នាក់ភូមិខ្ញុំគេហៅចាំខ្ញុំទៅឆក់គេ implant ទេខ្ញុំថាអូកុំទៅឆក់គេហ្នឹងគេចាប់បាទគឺតែឆក់ហ្នឹងបានន័យថាត្រូវការលុយភ្លាមៗណាបាទហើយប្រកាសកន្លែងហ្នឹងគឺมันអាចទៅយក MFI ទៅយកធនាគារបានភ្លាមទេព្រោះយើងក៏មិនប្រកាសថាគេឲ្យមិនឲ្យដែរទីមួយអាភ្លាមហ្នឹងនៅពេលដែលយើងខ្វះខាតសាច់ប្រាក់ណាមួយគឺហើយ MSME ហ្នឹងគឺរឿងហ្នឹងច្រើនណាស់ពីព្រោះការទុកដាក់លុយកាក់គាត់មិនមានផែនការមិនមាន flow ទេហើយណាមួយចាយក៏នៅហ្នឹងឲ្យកូនទៅរៀនក៏ដកលុយហ្នឹងអាលក់បានក៏នៅហ្នឹងអញ្ចឹងហើយវាអត់មានគោលការណ៍វាអត់មានបញ្ជីស្នាមអីដែរតែ proof ធនាគារថាណែមើលតែប៉ុណ្្នេះទេឲ្យខ្ញុំខ្ចីអត់វាអត់មានអញ្ចឹងត្រូវធនាគារហ្នឹងត្រូវសិក្សាចុះឡើងបាទអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យមានភាពងាយស្រួលយើងត្រូវទុកដាក់អាហ្នឹងត្រូវការចំណេះដឹងរឿងហិរញ្ញវត្ថុនេះឲ្យកាន់តែច្រើនតិចមកហើយខ្ញុំឃើញទាំងធនាគារមីក្រូហិរញ្ញវត្ថុទាំងកម្មវិធីយើងនេះគឺកំពុងតែលើកទឹកចិត្តឲ្យបងប្អូនរៀបចំខ្លួនដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនៅសេវាកម្មនៅផលិតផលរបស់វិស័យហិរញ្ញវត្ថុរបស់យើងធនាគាររបស់យើងបាទអរគុណច្រើនលោកកំរងខ្ញុំចាប់អារម្មណ៍អ្វីដែលលោកបានលើកឡើងតែខ្ញុំសូមយកចម្លើយនេះទៅសួរខាងលោកស្រីវិញលោកបានលើកឡើងតេតងជាមួយការរៀបចំរបាយការណ៍ហិរញ្ញវត្ថុហើយជាមិនបានរៀបរយមានឧបសគ្គខ្វះចន្លោះរបស់ខាង microfinance ខាង MSME ជាដើមលោកស្រីពេលលោកស្រីចាប់ដើមដំបូងអញ្ចឹងមែនអត់ សំណួរចាក់ដោតខ្លាំងចំហ្មងធម្មតាយើងប្រកបអាជីវកម្មនៅស្រុកយើងឃើញហើយ start ពី family business យើងនិយាយ family អញ្ចឹងម្នាក់គឺ multi function ធ្វើរឿងច្រើនហើយធ្វើទៅម៉េចឲ្យទៅថាអស់លទ្ធភាពនៃការដែលយើងអាចថារួមការងារទាំងអស់បានណាអញ្ចឹងយើង start ពីចំណុចហ្នឹងមកដូចគ្នាជាមួយនឹងបងកំរងនិយាយអញ្ចឹងគឺអត់មានឯកសារត្រឹមត្រូវទេគ្មានការរៀបចំទុកដាក់អីដែលថាអាចនេះទេប៉ុន្តែសម្រាប់ខាងខ្ញុំដោយសារពេលដែលយើង start business ហ្នឹងគ្រួសារខ្ញុំក៏គាត់ធ្លាប់ជា GM នៅ company ដ៏ធំមួយដែរហើយខ្ញុំក៏ធ្លាប់ចេញពីវិស័យ bank ចេញពីខាង head of digital business អីអញ្ចឹងទៅយើង start up មកលក្ខណៈដែលយើងគិតពីឯកសារគោលយើងគិតពី regulation សំខាន់ហើយយើងក៏ដឹងថាតើដំណើរ goal direction របស់យើងនឹងត្រូវទៅណាហើយយើងត្រូវរៀបចំខ្លួនរបៀបម៉េចនៅក្នុងការរៀបចំខ្លួនរបស់យើងដំបូងហ្នឹងគឺយើងត្រូវ separate function ដែលយើងត្រូវគ្រប់គ្រងឲ្យបានត្រឹមត្រូវ at least ក៏យើងត្រូវតែមាន accounting ម្នាក់ដែលគាត់ជាអ្នករៀបចំកត់ត្រានៅឯកសារទាំងអស់ហ្នឹងដែរហើយយើងត្រូវតែគិតពីរឿង system ជារឿងសំខាន់ដូចគ្នា SME ភាគច្រើនក៏គិតថាគាត់បញ្ជីដៃបានហើយបូកសរុបនៅលើ Excel យ៉ាងច្រើនបំផុតប៉ុន្តែបច្ចុប្បន្នហ្នឹងយើងហៅថាជា manual ហើយការធ្វើការងារដោយដៃហើយវាអត់អាចមានប្រសិទ្ធភាពក្នុងការដែលគ្រប់គ្រង full of organization គាត់បានទេបើសិនជា commitment គាត់ថាគាត់ត្រូវតែ grow មួយ step ទៀតទៅជា company in the short future ឬក៏ long future ណាមួយគាត់គួរតែត្រូវមាន vision មួយច្បាស់ខ្លួនឯងចា៎តែកន្លែងហ្នឹងលោកស្រីខ្ញុំសូមកាត់បន្តិចលោកស្រីអាចថាវាជាបែប manual បែបដៃតែគេគិតថាស្រួលស្រាប់គេតែស្រួលលោកស្រីផ្ទាល់លោកស្រីជឿថាអីទីជាហានិភ័យបើសិនជាប្រើស្រួលអា manual ដោយដៃកត់ដៃហ្នឹងតែទីជាហានិភ័យនិយាយរួមទៅគាត់ត្រូវសួរខ្លួនឯងមួយវិញថាគាត់ខ្ជិលអត់សំណួរស្រួលហើយគាត់ចង់ធ្វើម៉េចឲ្យស្រួលខ្លួនឯងដែរអត់ហើយគាត់នឹងត្រូវនៅក្នុងអាជីវកម្មហ្នឹង24ម៉ោងដែរអត់គាត់ត្រូវ looking for the world ហេតុអីបានជាគេអាចប្រើតែច្អល់ដៃមួយហើយគេបញ្ជាមកពិភពលោកបាន
ហើយគេអត់ចាំបាច់ប្រើដល់ដៃទាំងគូគេត្រូលពិភពលោកទេអញ្ចឹងយើងត្រូវ thinking outside the box of our business មុនអញ្ចឹងអា mindset ហ្នឹងគឺ very important សម្រាប់ MSME និង SME ខ្ញុំសូមចង់ក្រៅរំលឹកគាត់ឬក៏ជូនជាយោបល់ថាសូមគិតខ្លួនឯងថាយើងអត់អាចនៅក្នុងអាជីវកម្ម24ម៉ោងទេតើធ្វើម៉េចដែលយើងអាចឃើញអាជីវកម្មរបស់យើង grow នៅពេលដែលយើងគេងនៅពេលដែលយើងទៅដើរលេងបាននៅពេលដែលយើង take holiday បានហើយយើងជឿជាក់ថាអាជីវកម្មយើងអត់ collapse ហើយអត់មានការកេងប្រវ័ញ្ចឬមានបញ្ហាអីកើតឡើងនៅខាងក្នុងទេអញ្ចឹងហើយមានតែវិធីសាស្ត្រមួយគត់ systematic គ្រប់យ៉ាងត្រូវតែបុកចូលទៅគ្រប់យ៉ាងត្រូវតែរៀបចំឲ្យបានត្រឹមត្រូវឯកសារត្រូវតែមានអ្នកត្រួតពិនិត្យអ្វីដែលសំខាន់គឺមាន team ដែលយើងរៀបចំមួយដ៏ត្រឹមត្រូវខ្ញុំតែងតែមានគោលការណ៍មួយប្រចាំខ្លួនឯងថាសម្រាប់ SME មានតែ2រឿងឯងដែលគាត់ត្រូវខ្វល់ខ្លាំងគឺ human resource ជាមួយនឹង finance តើមានមនុស្សអត់លុយគាត់ធ្វើការងារនឹងកើតអត់នឹងមានលុយអត់មានមនុស្សគាត់ធ្វើការងារនឹងកើតអត់អញ្ចឹងបើសិនជាពួកគាត់មាន team មួយដ៏ល្អហើយគាត់អាចមាន partner ពីប្រភពទុនមួយច្បាស់លាស់ហើយខ្ញុំគិតថាអត់មាន concern តទៅទៀតទេព្រោះ strategy និងគ្រប់យ៉ាងគឺកើតឡើងចេញពីមនុស្សទាំងអស់ជាអ្នករៀបចំហើយយើងមានប្រភពទុនមួយដែលជឿជាក់ថា strategy យើង work ហើយយើងសហការរួមចូលគ្នាហើយអញ្ចឹងSME នឹង grow ទៅ SME នឹងទៅជា large scale in the short term vision ចា3ទៅ5ឆ្នាំយើងអាចហៅបានថា short term ហើយក៏វាជា good vision មួយដែរតែគាត់អាចងាយស្រួលក្នុងការ set mission គាត់ប្រចាំឆ្នាំថាគាត់ចង់ធ្វើអីចាលោកស្រីអាចបញ្ជាក់តទៅជាមួយនឹងហានិភ័យប្រសិនជាគាត់អត់មានរបាយការណ៍ហេតុផលត្រឹមត្រូវវាពិបាកខ្លាំងហ្មងនៅក្នុងទីមួយខ្លួនឯងផ្ទាល់ថាគាត់ជឿជាក់បានអត់ថារាល់transaction ឬអន្តរការីដែលកើតឡើងរៀងរាល់ថ្ងៃនៅក្នុងកន្លែងគាត់ហ្នឹងវាពិតជាអញ្ចឹងមែនគាត់យកអីគោលតើមានការសញ្ញាទទួលស្គាល់មួយណាដែលត្រឹមត្រូវមាន audit ដែរឬអត់ចាហើយតើអ្វីដែលគាត់អាច make sure ថាក្រុមហ៊ុនរបស់គាត់ហ្នឹងពិតជាមានចំណូលតើអ្វីដែលគាត់ចង់បានមែនអញ្ចឹងអាហ្នឹងគឺហានិភ័យខ្ពស់រឿងទីមួយខ្លួនឯងផ្ទាល់តែម្ដងថាខ្លួនឯងនៅត្រង់ចំណុចណានៅក្នុង business ហ្នឹងហើយ business ខ្លួនឯងផ្ទាល់ហ្នឹងទៀតកំពុងនៅក្នុងចំណុចណាដែរហើយ risk មួយសំខាន់មកទៀតតើគេជឿគាត់ដែរអត់អាហ្នឹងរឿងសំខាន់នៅពេលដែលគាត់ចង់ប្រាប់គេគ្រប់គ្នាថាខ្ញុំគឺប៉ុណ្ណឹងចំណេញហើយនេះខ្ញុំចំណេញហើយខ្ញុំធំប៉ុណ្ណឹងហើយតើគេជឿគាត់អត់អាហ្នឹងគឺហានិភ័យខ្ពស់ហ្មងនៅពេលដែលម្នាក់យកទៅវិភាគថាអត់អាចជឿជាក់បានវាស្មើនឹងគាត់អត់មានន័យអីចាអញ្ចឹងហានិភ័យចម្បងដែលខ្ញុំមើលឃើញហ្មងហើយយើងនិយាយឲ្យងាយស្រួលយល់ពីព្រោះកម្មវិធីនេះយើងគិតថាយើងអត់ចង់បកស្រាយជា technical word ខ្លាំងអញ្ចឹងហានិភ័យទី1ខ្លួនឯងមានលុយប្រហែលអស់លុយប្រហែលលុយនឹងប្រើបានពេលណាហើយត្រូវចំណាយទៅអីត្រូវខ្ទង់ដែរអត់និងទី2មានអ្នកណាគេជឿថាយើងពិតជាអញ្ចឹងមែនអត់អញ្ចឹងដើម្បីឲ្យគេគ្រប់គ្នាទាំងអស់ជឿថាយើងពិតជាអញ្ចឹងអត់មានហានិភ័យមកលើយើងគេជឿថាយើងជាមនុស្សដែលទទួលយកបាន qualify អញ្ចឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុការរៀបចំខ្លួនឲ្យត្រឹមត្រូវស្របច្បាប់គឺជារឿងសំខាន់បំផុតចា៎លោកកំរងខ្ញុំដឹងថាលោកបានបង្កើត app កាត់លុយមួយដែរប៉ុន្តែក្រោយនេះខ្ញុំចង់បញ្ជាក់ជាវិញអ្នកដែលបង្កើតអាជីវកម្មថាយើងសំដៅលើ micro ទៅចោះឬក៏ small ក៏បានក៏អត់មានលុយគាត់ថាចង់អភិវឌ្ឍទៅតែទុនវាតិចចា៎ពីព្រោះវត្ថុធាតុដើមដើម្បីផលិតផលិតផលរបស់គាត់ដំណើរការអាជីវកម្មទាំងមូលអាចថា tester ផងប៉ុន្តែបើថែម digital មួយទៀតដោយលោកស្រីមកលើកnữaប្រើទៅចង្អុលដៃគាត់ក៏ចង់ប្រើដែរចង្អុលដៃហ្នឹងមិនក៏មិនចង់ទេប៉ុន្តែទុនវាខ្វះតែធ្វើយ៉ាងម៉េចខ្ញុំគិតថាវាមិនត្រឹមតែទុនជាលុយកាក់ទេប៉ុន្តែចំណេះដឹងរបស់ពួកគាត់កាន់តែសំខាន់ជាងនឹងទៀតពីព្រោះយើងមើលឃើញថាមកដល់បច្ចុប្បន្នមាន software មានការផ្ដល់នៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនឹងសឹងថានៅក្នុងតម្លៃមួយខ្ញុំអាចនិយាយបានថាដើម្បីទិញ system មួយមកប្រើនៅក្នុងម៉ាតមួយនៅក្នុងហាងកាហ្វេមួយមួយខែដូចជា$10ជាង$10ជាងគឺមាន system នឹងមកហើយបើសិនជានៅពេលដែលយើងមិនទាន់មានលទ្ធភាពជួលបុគ្គលិកមកណាហើយបុគ្គលិកមកធ្វើទេយើងម្ចាស់ហ្នឹងអាចធ្វើបានគ្រាន់តែ post ចូលនៅក្នុងsystem ដែលយើងដែលធ្វើបានហ្នឹងគឺយើងមានរបាយការណ៍ដែលត្រឹមត្រូវហើយចា
hướng tí muối cứ chùm lại đắng từ hướng sủng khăn hay nâng cao vô biết thạo phải sao bỏ đi ថើបង nếu sao nó là vậy ta trong biên bộ quan cái này này cái chắp trong mấy bóng vốn nó cái chuyện sủng khăn muối nó bông á trên mai nhưng tranh bàn nó hướng sủng khăn à bông bông phun thay là cho vốn rọt vô vốn hay trong cái bông chi của cam tôi tay hay trong tay cho vốn và đây trong chưa bận sáu đây trong môn dương sắp đám phim dương biên bộ quan cái này này ចា៎ យើងបានបងពុនបាទអញ្ចឹងស្អីដែលបានពីរត់មកវិញទោះយើងបងពុនឲ្យរត់ពេលខ្លះយើងសញ្ញេទាំងបងពុនលើប្រាក់ខែ CEO ទេពេលខ្លះប៉ុន្តែយើងសប្បាយចិត្តដោយសារអីរដ្ឋាភិបាលបានជួយទាំងការផ្ដល់នៅចំណេះដឹងមកឲ្យ SME នេះឥឡូវមានឱកាសច្រើននៅក្នុងការទទួលបាននៅវគ្គប្រដាល់ណាតាមរយៈ fund របស់រដ្ឋាភិបាលអញ្ចឹងគេនេះលុយដែលយើងបងពុនទៅយើងបានមកវិញនៅការបណ្ដុះបណ្ដាលរកឲ្យឃើញពី ស្អីដែលយើងខ្វះហើយរដ្ឋាភិបាលបានជួយយើងឲ្យទទួលបានចំណេះដឹងទៅវិញ ចា៎ ទី2យើងអាច access ទៅក្រានមួយចំនួនលុយជំនួយមួយចំនួនដូចបន្ទាប់ពី COVID ហើយនេះគឺយើងមានកញ្ចប់ថវិកាដើម្បីជួយទៅដល់ SME ច្រើនមែនតើ ចា៎ ទាំងលុយទាំងចំណេះឥឡូវគេឲ្យរដ្ឋាភិបាលជួយអស់ហើយបងប្អូននេះគេថាខ្ញុំបាច់បងពុនទៀតដល់ពេលបាច់បងពុនបាច់មានប្រព័ន្ធហិរញ្ញវត្ថុពិបាកដល់ពេលអត់មានប្រព័ន្ធហិរញ្ញវត្ថុ វាអត់មានអីប្រាប់គេថាខ្ញុំចង់ខ្ចីលុយខ្ញុំអាជីវកម្មខ្ញុំចំណេញខ្ញុំចង់ខ្ចីលុយឬក៏ខ្ញុំចង់ត្រូវអ្នក invest ជាមួយយើងបិទផ្លូវខ្លួនឯងកន្លែងនឹងឯងអញ្ចឹងបំបែកអាកលឹះនឹងមួយសិនបានបងប្អូនអាចឈានទៅធ្វើអីបន្តទៀតអញ្ចឹងខ្ញុំមិនគិតថារឿងទុនគឺជាទុនរឿងលុយហ្នឹងមិនមែនជាបញ្ហាដែលសំខាន់បំផុតទេ គឺរឿងដែលគាត់យល់ត្រូវសិនយល់ត្រូវថាគាត់ត្រូវមានប្រព័ន្ធគាត់ត្រូវតូចក៏ដោយគាត់ត្រូវមានប្រព័ន្ធគាត់ត្រូវមានការកត់ត្រាលុយកាក់នឹងឲ្យត្រឹមត្រូវអានឹងគឺជាឱកាសមួយដែលគាត់អាចទៅមុខបានលឿនជាងដែលគាត់នៅព្រមថាជាប់ពុនមិនជាប់ពុនគាត់ខ្លួនឯងទៅមានណាមកមើលទេព្រោះខ្ញុំចាយកលុយខ្ញុំមានណាចូលហ៊ុនមួយខ្ញុំផងហ្នឹងលុយខ្ញុំដែរហ្នឹង បាទអរគុណច្រើនលោកស្រីកញ្ញាទាំងអស់ជាទៅគ្រប់កម្មវិធីវិទ្យាហិរញ្ញវត្ថុដល់ពេលដែលត្រូវបញ្ចប់ហើយយើងខ្ញុំទាំងពីររូបសូមអរគុណនិងសូមគោរពលា